ឥឡូវបងប្អូនក្បាលត្រីសុំមកធ្វើរួចហើយអានេះពុះវាណាបងប្អូនយើងយកវាមកប្រឡាក់ចឹងមកយើងបុកខ្ញីបុកម្ទេសដាក់មកហើយដាក់ស្ករអំបិលប៊ីចេងទៅណាបងប្អូនចូលចិត្តផ្អែមអីចឹងទៅដាក់មកហើយហ្នឹងហើយយើងប្រឡាក់វាមកហើយយើងទៅទៅហើយអាំងញ៉ាំឆ្ងាញ់ណាបងប្អូនហើយនេះខ្ញុំច្រកវាមកកញ្ចប់ចឹងមកសាឡហើយយកទៅដាក់ក្នុងទូកកពេលណាដែលយើងចង់ញ៉ាំយើងដកវាមកកញ្ចប់យកមកសាឡមកជូរស្រអីមកហើយអានេះខ្ញុំយកវាទៅខបងប្អូនណាយើងបុកខ្ញីដាក់បន្តិចមកម្ទេសបន្តិចមកខហើយដាក់ខ្ទឹមសដាក់អំបិលម្រេចបងប្អូនប្រាប់អំបិលវាបន្តិចសិនដើម្បីឲ្យវារឹងសាច់ណាកុំឲ្យវាយើងយកទៅខទៅវាបាយសាច់ហ្នឹងយើងយកមកខមកហើយដាក់ម្រេចឲ្យច្រើនមកដាក់ពេញប៉ោះដាក់អីចឹងមកណាបងប្អូនការរសជាតិឆ្ងាញ់